រុនសួស្តីអ្នកទាំងអស់គ្នាចាខ្ញុំបានធ្វើវីដេអូជាច្រើននៅល្ងាចថ្ងៃទី31ខែធ្នូឆ្នាំ2025នេះបងប្អូនចាគឺថ្ងៃ New Year's Eve ចានៅប្រទេសហូឡង់នេះបងប្អូនអ្នកណាក៏អាចទិញកំជ្រួចយកមកបាញ់បានដែរនៅល្ងាចថ្ងៃបុណ្យចូលឆ្នាំសកលហ្នឹងណាចានៅគ្រប់ទីកន្លែងទាំងអស់គឺមានការបាញ់កំជ្រួចចាដោយសារតែការអនុញ្ញាតឲ្យអាចទិញកញ្ជ្រួចបាញ់គ្រប់ទីកន្លែងអញ្ចឹងបង្កឲ្យមានគ្រោះថ្នាក់ជាច្រើនចាដូចនៅឆ្នាំនេះបងប្អូនបានឃើញព័ត៌មាននៅកណ្ដាលទីក្រុងអាំស្ទែរដាមនៅព្រះវិហារមួយបានឆេះដោយសារតែការបាញ់កញ្ជ្រួចនឹងអញ្ចឹងហើយឆ្នាំមុនអីចឹងមានប្រជាជនខ្លះចឹងបាញ់កញ្ជ្រួចទៅធ្វើឲ្យឆេះដៃឆេះអីចឹងណាបងប្អូនមាន accident ជាច្រើនចាមានគ្រោះថ្នាក់ជាច្រើនមានប៉ះឡានប៉ូលីសប៉ះអីចឹងណាចឹងឆ្នាំក្រោយគេអត់អនុញ្ញាតឲ្យធ្វើអញ្ចឹងទៀតទេចាគេបិទហើយបងប្អូន